ទៅរវល់ជាមួយនឹងប៉ែនៅម៉ែខ្ញុំខ្ញុំចង់បានបកស្រាយម៉ែទៅលើពីទៅចង់ធ្វើអីខ្ញុំដាស់តឿននឹងហើយកុំមកបាក់ពណ៌គ្រួសារខ្ញុំការដែលខ្ញុំយកនាងធ្វើជាប្រពន្ធក៏ព្រោះតែចង់ការពារមុខមាត់គ្រួសារខ្ញុំគ្រាន់តែមនុស្សស្រីម្នាក់សោះហើយក៏ចាត់ការបានដែរប៉ាឲ្យគេធ្វើបាបខែម៉ែមែនទេប៉ាគ្មានថ្ងៃលើកលែងឲ្យពុកវាទេប៉ាអ្នកម៉ែក្នុងប៉ាមានរបួសក្នុងបងទៅត្រូវនឹងអីហ្នឹងមានមនុស្សនឹងធ្វើបាបខែម៉ែចឹងឲ្យបងទៅជួយណាពូវាក៏វាបងទៅអ្នកដែលហាមប្រាប់ថាឯងទៅសុំមើលឯកសារលក់ទិញត្បូងបងហើយឯងចាំបាច់ទៅមើលឯកសារធ្វើអីព្រោះចំនួនត្បូងដែលបងលក់ចេញវាមានចំនួនច្រើនតែប្រាក់ដែលទទួលបានវិញមិនស្មើម៉ាគ្រីទេម៉ាកូនអត់អីទេកូនអត់អីទេខ្ញុំសុំទោសដល់លោកប៉ាផងដែលប៉ាធ្វើមកមានរឿងវិសាទៅកូនមិនអីទេកូនចាំប៉ានេះសើបថាអ្នកណាជាអ្នកធ្វើនាងគេបញ្ជាឬក៏វាធ្វើដោយខ្លួនឯងហើយចាំប៉ាឲ្យទូនេះហើយនឹងផ្ទះមកលើថ្នាក់កូនណាកូនកុំបារម្ភអីទៀតណាហេកូនចាប៉ាអូប៉ាមកយាយប៉ាមិនអីទេ